Voice Kids Cambodia រដូវកាលទី2វគ្គ Live Show ដូច្នេះដំបូងគេនេះគឺជាការបង្ហាញសមត្ថភាពច្រៀងរបស់កូនក្រុមធីមកញ្ញាដែលតម្រូវទៅលើបេក្ខជនមកពីខេត្តព្រៃវែងញ៉សុភានេះជាកុមារាញ៉សុភាពជាកូនក្រុមរបស់ខូចកញ្ញាគាត់មកពីខេត្តព្រៃវែងសុភាពបានបង្ហាញឲ្យឃើញពីសមត្ថភាពដ៏អស្ចារ្យពីទឹកដមសម្លេងដ៏ពីរោះក្នុងវគ្គ The Blind Audition បាទធွာសដូចគ្នាទៀតមិញពីសាមេប្រុសម្នាក់នេះពិតជាពូកែនៅលើសង្វៀន The Battle សុភាពរឹតតែច្រៀងបានល្អមើលទៅគួរឲ្យសរសើរតែគាត់មិនមែនជាជម្រើសរបស់ខូចវីសាឡើយហេតុការណ៍នេះបានផ្ដល់ជាឱកាសដល់ខូចកញ្ញាក្នុងការស្ទីលយកសុភាពមកធ្វើជាកូនក្រុមខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីកមែនទែនដែលខ្ញុំអាចឈានចូលមកដល់វគ្គ Live Show ដោយការស្ទីលពីខូចកញ្ញាជំរាបសួរសួស្តីសុភាពខ្ញុំពិតជាមានអារម្មណ៍រំភើបហើយសប្បាយចិត្តមែនទែនដែលខ្ញុំបានផ្ដល់ឱកាសឲ្យក្មេងប្រុសម្នាក់ដែលស្ទើរតែបាត់បង់ឱកាសក្នុងការប្រកួតប្រជែងក្នុងកម្មវិធីមួយនេះកុមារញ៉សុភាពកំពុងតែរីករាយជាមួយឱកាសពិសេសរបស់គាត់ហើយកុមារារូបនេះក៏កំពុងតែសប្បាយជាមួយបទចម្រៀងដែលគាត់ត្រូវច្រៀងខ្លាំងមែនទែនមិញចង់បន្ថែមកន្លែងកើតមកជាតិនេះមិនដែលយើងប្រើដង្ហើមដូចមិញធ្លាប់ប្រាប់ថាដង្ហើមរបស់យើងត្រូវរក្សាធ្វើម៉េចឲ្យកម្លាំងដង្ហើមនៅក្នុងឃ្លាដំបូងដែលយើងចំណុចចាប់ផ្ដើមរបស់យើងហ្នឹងឲ្យវានៅមូលបាទដូចលើឧទាហរណ៍ថាកើតមកជាតិនេះកើតមកជាតិនេះបទចម្រៀងមួយបទនេះមីងកញ្ញាគាត់បានប្រាប់ខ្ញុំឲ្យចេះអឿននិងចេះប្រើកន្ទុយកន្លុកកន្លាក់នៅក្នុងបទចម្រៀងនេះឲ្យបានល្អកើតមកជាតិនេះគេអស់អញ្ចឹងគេហ្វេតអាហ្នឹងគេហៅថាយើងចោះចតត្រឹមត្រូវមិនមែនយើងកវត្តវាចោលទេតោះណែអញ្ចឹងធ្វើឲ្យបទចម្រៀងហ្នឹងវាត្រូវមានសម្លេងច្រៀងពាក្យថាច្រៀងមិនមែនជាការស្រែកចោលទេព្រោះកូនសម្លេងរបស់គាត់នៅមានកន្លែងខ្លះមានសម្លេងត្បៀតហើយគាត់នៅបន្លែងចំណុចចុងកតុយបន្តិចក៏ប៉ុន្តែខ្ញុំបានព្យាយាមផ្ដល់នៅបទពិសោធន៍របស់ខ្ញុំហើយព្យាយាមនៅការបង្ហាត់បង្ហាញអ្វីដែលខ្ញុំបានឃើញនៅចំណុចខ្វះខាតរបស់គាត់ហើយក៏សង្កេតឃើញថាគាត់បានប្រឹងប្រែងត្រង់ត្រាប់យកនៅអ្វីដែលខ្ញុំបានបង្ហាត់បង្ហាញហើយគាត់ធ្វើបានល្អសុភាពបានខិតខំហាត់សមបទចម្រៀងមួយបទដែលត្រូវច្រៀងហើយខូចកញ្ញាកំពុងតែបន្តពង្រឹងសមត្ថភាពនិងបំពេញបន្ថែមលើចន្លោះខ្វះខាតនានាដល់បេក្ខជនមួយរូបនេះក្នុងបទចម្រៀងមួយបទនេះខ្ញុំនឹងជឿជាក់ថាខ្ញុំនឹងអាចធ្វើវាបានល្អនិងធ្វើឲ្យទស្សនិកជនជឿជាក់និងគាំទ្រជាមួយនឹងបទចម្រៀងដែលខ្ញុំត្រូវច្រៀងនៅក្នុងពេលនេះដូច្នេះសូមទស្សនាការបញ្ចេញសមត្ថភាពច្រៀងរបស់កុមារាញ៉សុភា Voice Kids Cambodia រដូវកាលទី2វគ្គ Live Show សប្តាហ៍ទី1កើតមកជាតិនេះសាងបាបធំណាស់ចិត្តខ្មៅអាប់ឡាំងធ្វើបាបពុកម៉ែធ្វើបុណ្យ7វត្តក៏មិនជ្រះដែរទឹកភ្នែកពុកម៉ែកូនហើ
កូនដេរឆានស្ដីថាមិនបានគឺលឺទូទូលោកយំតូចចិត្តនឹងវាស្នាខ្លួនដែលមានកូនអំព្រៃដូចខ្ញុំទួងធ្លាក់ងាណរូ15 បីជាន់ក៏មិនអាចលៀងបាបកម្មខ្ញុំអង្គសុំខមាទុំងងដើរផ្លេខងឈួតកម្មលោកីពេលនឹងសតែវិបដេសារីទូធ្លាឲ្យជ័យក៏លៀងបាបមិនអស់ចាអរគុណច្រើនវ៉ាវសុភាពមើលអត់ចង់ស្គាល់ណែមិញនេះជំរាបសួរអូថ្ងៃនេះស្អាតណាស់អារម្មណ៍មិនដែរបន្ទាប់ពីបកស្រាយបទចម្រៀងចប់ពេលដែលបកស្រាយបទចម្រៀងចប់មានអារម្មណ៍ថាសប្បាយរីករាយរីករាយអីមុខវិញបេមាត់ញ័រម៉េះរីករាយមែនអីបាទអញ្ចឹងហ៎អូខេតោះឥឡូវស្ដាប់ខូចរបស់យើងណាតើគាត់យល់យ៉ាងណាដែរសម្រាប់ការបកស្រាយបទចម្រៀងរបស់សុភាពមិញអរគុណច្រើនដូច្នេះជាដំបូងសូមអញ្ជើញខូចសុវត្ថិអរគុណសុភាពលើកនេះធ្វើបានល្អជាងលើកមុនហើយសុភាពសម្លេងខ្លាំងល្អហើយមើលទៅដូចជាមានតិចនិចក្នុងការច្រៀងច្រើនល្អបានច្រើនប៉ុន្តែចំណុចដែលខ្វះខាតគឺបន្តិចបន្តួចទេប៉ុន្តែលើកនេះគឺសុភាពធ្វើបានល្អច្រើនគូជូនពរឲ្យទទួលជោគជ័យយប់នេះអូខេអរគុណច្រើនជាបន្តសូមអញ្ជើញខូចឌីសាចាអរគុណសុភាពដូចមិនមែនសុភាពធ្លាប់នៅមួយមិញទេនេះសង្ហាហ្មងចាឃើញថាខូចកញ្ញាគាត់បានផ្លាស់ប្ដូរសុភាពវាថាពីមុនធ្លាប់តែសកត់សកុំស្លៀកពាក់បែបសុភាពរៀបសារឥឡូវគឺថាកាត់សក់កាត់អីស្លៀកពាក់ឲ្យគឺសង្ហាមែនតើថ្លៃមួយបែបទៀតពិសេសបទចម្រៀងដែលរើសមកច្រៀងយប់នេះឃើញថាពីរោះហើយលងលយឃើញថាកន្លែងស្រែកឡើងលើអឿនចុះក្រោមអីហ្នឹងគឺថាហាត់ជាមួយនឹងខូចបានល្អធ្វើឲ្យមីងមានអារម្មណ៍មួយថាដូចជាស្ដាយសុភាពតិចតិចដែរចាប៉ុន្តែមិនអីនេះជូនពរឲ្យសុភាពថ្ងៃនេះទទួលបានការស្រឡាញ់ពេញចិត្តពីខូចឬក៏ទទួលបានការគាំទ្រពីទទួលផ្ញើសារពីបងប្អូនឲ្យកាន់តែច្រើនក្នុងរាត្រីនេះណាចាអរគុណច្រើនចាអញ្ចឹងចង់ដឹងគ្រូបង្វឹករបស់សុភាពផ្ទាល់តែម្ដងបន្ទាប់ពីចំណាយពេលវេលាច្រើនមែនទែនក្នុងការយកចិត្តទុកដាក់បរហាត់កូនសិស្សម្នាក់នេះចាដូច្នេះសូមអញ្ជើញខូចកញ្ញាអរគុណចាជាដំបូងអរគុណដល់បងប្អូនដែលបានផ្ដល់នូវសម្លេងគាំទ្រដល់សុភាពហើយក៏អរគុណដល់ខូចទាំងពីររូបដែលបានសរសើរនិងផ្ដល់ជាកម្លាំងចិត្តជាច្រើនចាដល់សុភាពហើយអរគុណសុភាពនៅក្នុងយប់នេះគឺពិតជាបានប្រឹងប្រែងធ្វើបានល្អមីងពេញចិត្តហើយមីងសប្បាយចិត្តដែលមីងអាចមានឱកាសក្នុងការstill សុភាពអាចឲ្យក្មួយបានមកដល់វគ្គ live show ដ៏អស្ចារ្យមួយនេះហើយអ្វីដែលរត់តែរំភើបទៀតគឺបានឃើញសុភាពមានការប្រឹងប្រែងចាការវិវត្តខ្លួនគឺវាជាចំណុចមួយដែលអស្ចារ្យបំផុតសម្រាប់ក្មេងប្រុសម្នាក់ដែលនិយាយបានថានៅតូចប៉ុន្តែមានមហិច្ឆតាធំហើយចង់ធ្វើឲ្យខ្លួនឯងរីកចម្រើនដូច្នេះឱកាសនៅក្នុងការដែលចង់ឲ្យខ្លួនឯងរីកចម្រើនទាមទារឲ្យយើងប្រឹងប្រែងដូចគ្នាដូច្នេះឃើញការប្រឹងប្រែងរបស់សុភាពមីងសប្បាយចិត្តហើយរំភើបចិត្តការផ្ដល់នៅបទពិសោធន៍ជាច្រើនដែលមីងបានផ្ដល់ឲ្យគឺមីងពិតជាមិនខកចិត្តហើយមិនខកបំណងនោះទេសម្រាប់ការប្រឹងប្រែងរបស់ក្មួយហើយមីងមានតែពាក្យថាជូនពរឲ្យសុភាពនៅក្នុងយប់នេះទទួលបាននៅការពេញចិត្តនិងគាំទ្រពីទស្សនិកជនផ្ទាល់ផងដែរអរគុណច្រើនចាដូច្នេះដើម្បីជាការងាយស្រួលសម្រាប់ប្រិយមិត្តទូរទស្សនិកជនទាំងអស់នេះខ្ញុំសូមបញ្ជាក់ជូនលេខកូដសម្គាល់របស់បេក្ខជនញសុភាពរបស់យើងថ្ងៃនេះគាត់មានលេខកូដសម្គាល់លេខ1បើសិនជាបងប្អូនស្រឡាញ់និងពេញចិត្តសូមត្រៀមទូរស័ព្ទទាំងអស់គ្នាណាទាំងផ្ញើសារទាំងទូរស័ព្ទគឺផ្ញើទៅកាន់លេខ2019ហើយវាលេខកូដសម្គាល់របស់សុភាពទៅគឺលេខ1ណាអរគុណច្រើនជូនពរសុភាពសំណាងល្អណាអរគុណច្រើនចា
Voice Kids Cambodia រដូវកាលទី2វគ្គ Live Show